បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំមានរឿងនិទានខ្មោចដល់ភ័យរន្ធត់មួយដែលជាយូរលង់មកហើយអញ្ចឹងគឺមានបងប្រុសម្នាក់គាត់បានផ្ញើមកឥឡូវនេះគាត់ប្រហែលជាធំហើយអញ្ចឹងខ្ញុំសូមដូរឈ្មោះគាត់ហើយអញ្ចឹងខ្ញុំហៅសេហាដាក់ឈ្មោះសេហាគាត់អញ្ចឹងទៅអញ្ចឹងចំណងជើងរឿងនេះអាចកំបាំងព្រៃជ្រៅអញ្ចឹងរាល់ការនិយាយខុសពេចអញ្ចឹងបងប្អូនកុំកាន់បាទចឹងចូលដល់សាច់រឿងយើងមានអ្នកភូមិវង្វេងផ្លូវការពីព្រៃនាយមានក្មេងប្រុសម្នាក់ឈ្មោះសីហាបានដើរចូលទៅក្នុងព្រៃជ្រៅដើម្បីបេះបន្លែនិងរកអស់យកមកផ្ទះដោយសារតែរវល់តែដើរមើលធម្មជាតិនិងបេះផ្លែឈើផ្លែស្រាប់តែមេឃខ្មៅងងឹតស្លុងរកកលនឹងភ្លៀងសីហាព្យាយាមរកផ្លូវត្រឡប់ទៅភូមិវិញឃើញទេបងប្អូនទេគាត់ព្យាយាមចេញទៅវិញដែរប៉ុន្តែទៅអត់ទាន់ប៉ុន្តែទោះជាដើរយ៉ាងណាក៏នៅតែរវល់ក៏នៅតែវល់នៅក្នុងព្រៃក្រាស់ដៃកាន់ចង្កៀងប្រេងការតូចមួយបេះដូងរបស់គេបេះដូងរបស់គាត់ចាប់ផ្ដើមលោតញាត់ដោយភាពភ័យខ្លាចណាមខ្លាចបងប្អូននៅក្នុងព្រៃតែមួយអត់ខ្លាចមិនកើតឃើញណាដែលព្រៃទាំងមូលប្រែជាស្ងាត់ជ្រងំមានខ្មោចចេញឡងពេលដែលសីហាកំពុងដើរទាំងផិតភ័យស្រាប់តែមានខ្យល់ត្រជាក់បុកមកយ៉ាងខ្លាំងធ្វើឲ្យស្លឹកឈើបន្លឺសំឡេងគួរឲ្យខ្លាចបងចាប់តាមចូលព្រួយណារំពេចនោះស្រមោក្ដុងមួយបានអណ្ដែតចុះមកពីដើមឈើធំមួយវាគឺជាស្ត្រីម្នាក់ដែលមានសក់វែងអន្លាយមុខស្លេកស្លាំងនិងភ្នែកធំអូណាឃើញក៏ខ្លាចដែរបងប្អូនខ្ញុំក៏ខ្លាចដែរកំពុងសម្លឹងមកចំសីហាដែលល្បីថាពូកែឡងបន្លាចអ្នកដំណើរនិងអ្នកទៅក្នុងព្រៃនោះយប់ពេលប្រលប់សីហាភ័យចង់ទុំកំពុងស្ទើរតែជ្រុះចង្កៀងពីដៃហើយពេលនោះក៏មានព្រះសង្ឃសូត្រធម៌ក្នុងស្ថានភាពដល់អាសន្ននោះសីហាបានរត់ប្រះអាយុរហូតដល់ទៅជួបនឹងកុដឈើចាស់ខាងឈើចាស់មួយនៅក្នុងព្រៃជ្រៅនៅក្នុងខាងកុដនោះមានព្រះសង្ឃដងមួយអង្គកំពុងគង់សមាធិយ៉ាងស្ងប់ស្ងាត់សីហាក៏បានរត់ទៅលុបចង្គង់សំពះសូមសេចក្តីសុខពីព្រះអង្គព្រះសង្ឃអង្គនោះបានចាប់ដើមសូត្រធម៌មេត្តាភាវនានិងផ្សព្វផ្សាយកុសលផលបុណ្យទៅដល់ព្រលឹងខ្មោចដែលវល់នៅក្នុងព្រៃសំឡេងធម៌ដល់ត្រជាក់បានធ្វើឲ្យព្រលឹងខ្មោចដែលតាមឡងបន្លាចនោះប្រែជាទុំជ្រាយហើយក៏រលាយបាត់ទៅក្នុងភាពងងឹតដោយមិនបានធ្វើបាបសីហាសេចក្តីសុខនោះក៏មានដល់សីហាលុះព្រឹកព្រលឹមឡើងពន្លឺព្រះអាទិត្យបានជះចូលមកកត់ក្នុងព្រៃបណ្ដេញរកភាពងងឹតនិងភាពភ័យខ្លាចគេបងប្អូនអញ្ចឹងគាត់បានព្រះសង្ឃជួយភាពភ័យខ្លាចកាលពីយុគនោះព្រះសង្ឃទុដងបាននាំសីហាដើររកផ្លូវត្រឡប់ទៅភូមិវិញតាមផ្លូវដើរសីហាលែងមានអារម្មណ៍ខ្លាចរអាទៀតហើយទុយទៅវិញគេមានចិត្តជ្រះថ្លានិងគោរពដឹងគុណព្រះសង្ឃចំពោះព្រះសង្ឃយ៉ាងពន់ពេកទីបំផុតសីហាក៏បានត្រឡប់ទៅជួបជុំគ្រួសារវិញដោយសុវត្ថិភាពនិងសេចក្តីសុខ
ចឹងរឿងនិយាយខ្មោចមានតែប៉ុណ្្នឹងទេបងប្អូនมันបញ្ចេញទីកន្លែងទីខ្លាចប៉ះពាល់ដល់ភូមិស្រុកគេបាទចឹងអរគុណជម្រាបលាបាយបាយ